លោកគ្រូ Facebook បើក mode active អាចរកលុយបានអត់ជួនក៏បានជួនក៏អត់ចឹងណាបងអាហ្នឹងណា mode active ហ្នឹងណាបង Facebook account បែប professional mode គឺអាចរកលុយបានចឹងណាបងអាវាអត់សូវពេញនិយមចឹងណាបងបកស្រាយច្រើនហើយចឹងណាបងបើក្រសួងច្រើនហើយចឹងណាបងតាមនឹង comment បង Din ស្វាយសពីខាង page ណា comment សួរបងអាចរកបានមកខាងពីបបាចឹងបងវាស្មុគស្មាញច្រើនហើយគេអត់សូវនិយមក្នុងការធ្វើទេបង Facebook mode active ហ្នឹងណាបងចំពោះបងប្អូនយើងដែលចង់រកលុយគឺគេធ្វើ page ចឹងណាបង page blog គេថា content creator video creator ហ្នឹងបងមាតិកាហ្នឹងណាបងជា reel ក៏បាន video វែងក៏បានដែរ add on reel ឬក៏ CM ហ្នឹងណាបងគេធ្វើ page បងគេលេង page ម្ដងទៀតបងបកស្រាយជូនណាបងបើសិនជា account Facebook ដែលបដូរពី mode ធម្មតា normal ហ្នឹងណាបងទៅជា mode active professional mode គឺអាចរកបានបងអញ្ចឹងណាតែបើនៅខ្មែរវាទាមទារច្រើនវាស្មុគស្មាញអញ្ចឹងណាបងវាពិបាកចំពោះបងប្អូនយើងថ្មីដៃថ្មីហ្នឹងណាបងយូរហ្នឹងគឺពិបាកអញ្ចឹងតែម្ដងណាវាត្រូវការភ្ជាប់ច្រើន set up ច្រើនអញ្ចឹងទៅបានលោកគ្រូណែនាំថាបើល្អលេខ1ហ្មងយើងធ្វើ page ទៅធ្វើ page ថ្មីយក account ហ្នឹងធ្វើជា admin ណាបងយក account mode active ហ្នឹងមកធ្វើជា admin កាន់គ្រប់គ្រង page ហ្នឹងទៅហើយដល់ពេលធ្វើ blog ធ្វើ video ធ្វើ content ធ្វើមាតិកាហ្នឹងគឺផុសនៅក្នុង page ហ្នឹងទៅល្អជាងអញ្ចឹងណាបងហ្នឹងគឺល្អលេខ1ហ្មងណាហើយល្អបង account Facebook បើសិនជាយើងកាន់ជា admin យើងបើកមុខងារអាជីពទៅអាហ្នឹងគឺបតង់ទៀតហ្មងណាបើសិនជាយើងបើកទៅឃើញរូបកាបូបបងបើកមកជិះគឺយើងបើកទៅឲ្យធ្វើជាកាន់ធ្វើជា admin ហ្នឹងគឺល្អជាងអញ្ចឹងណាបងមិនថាបងប្អូនយើងនៅកាន់តែដូចគ្នាបងអញ្ចឹងណាយើងអាចធ្វើបានគាត់ថាយើងវាប្រឈមនឹងការចាប់តែចាប់វាខូចអញ្ចឹងណាវាមិនងាយស្រួលអញ្ចឹងជារួមអញ្ចឹងណាបងយកបាល់គូម្ដងទៀតបងបើចង់រត់តាម Facebook គឺធ្វើ page បង content ទៅធ្វើ page ថ្មីបងបញ្ជាក់ណាបងបង្កើតថ្មីចាំថ្មីណាមិនមែនចាក់ like ចាក់ follow តឡើងទេ original ហ្នឹងបងគឺយើងអាចធ្វើបានអញ្ចឹងណាបងអាហ្នឹងបើសិនជាចង់រត់តាម Facebook ផងដែរណាបងបាទសាយជូនអរគុណ